មហាសុបិនទី4ព្រះរាជាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំធ្លាប់ឃើញវងមនុស្សទឹមគោធំធំដែលធ្លាប់នាំនឹមទៅមានរាងកាយនិងកម្លាំងខ្លាំងក្លាចូលក្នុងនឹមគេត្រឡប់ទៅទឹមគោកំលោះស្រាងដែលមានកម្លាំងមិនទាន់វឹកហាត់ចូលក្នុងនឹមឯគោកំលោះស្រាងទាំងនោះមិនអាចនាំនឹមចូលទៅរួចក៏នាំគ្នារលាស់ចេញពីនឹមឈរធ្វើប្រងើយរទេះទាំងឡាយទៅមុខមិនរួចនេះជាសុបិនទី4របស់ទូលបង្គំតើអ្វីជាផលនៃសុបិននេះព្រះអង្គព្រះសម្មាសម្ពុទ្ធមហាបពិតផលរបស់សុបិនខនេះក៏នឹងមានរាជសម័យរបស់ព្រះរាជាអ្នកមិនតាំងនៅក្នុងធម៌ក្នុងអនាគតដូចគ្នាដោយថាក្នុងកាលខាងមុខព្រះរាជានឹងបរិជ្ជទានយសដល់អាមាត្យអ្នកធំចំណែកបណ្ឌិតឆ្លាតក្នុងព្រះពេណីមានវោហារអាចនឹងញ៉ាំងសពកិច្ចការឲ្យសម្រេចសពគ្រប់ទ្រង់មិនតែងតាំងធ្វើជាអ្នកធំទុកក្នុងកន្លែងវិនិច្ឆ័យក្តីក្នុងរាំងកសាក្តីទ្រង់បរិជ្ជទានយសដល់អ្នកហែហោមចិត្តស្និទ្ធគឺមនុស្សកំឡោះជំទង់ដែលបានពោលមកហើយនោះរួចតែងតាំងបុគ្គលនោះទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យកាត់ក្តីមនុស្សពួកនោះមិនចេះធ្វើរាជកិច្ចនឹងអ្វីដែលគួរមិនសមបាននឹងទទួលយសនោះបានទាំងមិនអាចធ្វើរាជកិច្ចឲ្យចប់សពគ្រប់ទៅបានក៏នាំគ្នាធ្វើទាំងកិច្ចការងារខុសចំណែកអាមាត្យដែលជាបណ្ឌិតជាអ្នកមានគុណសម្បត្តិកាលមិនបានយសក៏មិនព្រមធ្វើឲ្យកិច្ចការទាំងឡាយចប់បានដោយនាំគ្នាពោលថាកិច្ចការទាំងនោះរឿងទាំងនោះមិនជាភារៈពួកយើងទេព្រោះថាយើងជាមនុស្សក្រៅផ្លូវការឯពួកក្មេងកំឡោះគេជាពួកអាស្រ័យនៅក្នុងមុខតំណែងធំគួរតែជាអ្នកចេះដឹងមិនគួរថាមិនចេះធ្វើការងារឡើយកាលបើដូច្នេះសេចក្តីអាប់អោនទាំងនោះនឹងមានដល់បរិជាដោយប្រការទាំងពួងប្រៀបដូចជាមនុស្សចាប់គោកំឡោះកំពុងវឹកហាត់មិនអាចប្រព្រឹត្តធ្វើនឹងនាំនឹមទៅបានទឹមទុកក្នុងនឹមនឹងជាវេលាដែលមិនយកគោធំធ្លាប់នាំនឹមទៅបានមកទឹមក្នុងនឹមដូច្នោះសូម្បីភ័យមានក្នុងសុបិននេះជាហេតុក៏រមែងមិនមានដល់មហាបពិតសូមស្ដេចទ្រង់ត្រាស់សុបិនទី5មកទៀតចុះមហាបពិតមហាសុបិនទី5ព្រះរាជាបពិតព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានឃើញសេះមួយមានមាត់ពីរប្រជាជនឲ្យស្មៅនៅមាត់ទាំងពីររបស់វាបរិភោគតែម្ដងនេះជាសុបិនខទី5តើអ្វីជាផលរបស់សុបិននេះព្រះករុណាព្រះអង្គព្រះសម្មាសម្ពុទ្ធមហាបពិតផលរបស់សុបិននេះក៏នឹងមានក្នុងរជ្ជកាលរបស់ព្រះរាជាអ្នកមិនតាំងនៅក្នុងធម៌តទៅអនាគតដូចគ្នាដោយថាក្នុងកាលខាងមុខពួកព្រះរាជាល្ងង់ខ្លៅមិនមានធម៌នឹងទ្រង់តែងតាំងមនុស្សសាវាមិនប្រកបដោយធម៌ទុកក្នុងតំណែងវិនិច្ឆ័យក្តីជាពួកមនុស្សពាលមិនមានចិត្តជឿបុណ្យបាបនាំគ្នាអង្គុយក្នុងរង្កសាលតែងពោលពាក្យថាខ្វះខាតប្រាក់ចូលចិត្តទទួលសំណូកពីគូក្តីទាំងសងខាងគឺទទួលពីដើមចោតនិងចុងចោតដោយសេះបរិភោគស្មៅដោយមាត់ទាំងពីរដូច្នោះភ័យសំបីមានសុបិននេះជាហេតុក៏មិនមានដល់មហាបពិតឡើយសូមស្ដេចទ្រង់ត្រាស់ប្រាប់សុបិនខទី6មកទៀតចុះមហាបពិតមហាសុបិនទី6ព្រះរាជាបពិតព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានឃើញមហាជនខាត់ជូតថាសមាសមានតម្លៃរាប់សែនកហបណៈហើយនាំគ្នាយកទៅឲ្យឆ្កែចចកមួយដោយពោលពាក្យថាចូលនោមដាក់ក្នុងថាសមាសនោះចុះឆ្កែចចកនោះវាក៏បន្ទោបង់ទឹកនោមដាក់ក្នុងថាសមាសនោះនេះជាសុបិនខទី6របស់ទូលព្រះបង្គំតើអ្វីជាផលនៃហេតុសុបិនខនេះព្រះករុណាព្រះអង្គព្រះសម្មាសម្ពុទ្ធមហាបពិតផលរបស់សុបិននេះក៏នឹងមានក្នុងអនាគតដូចគ្នាដោយថាកាលខាងមុខពួកព្រះរាជាមិនតាំងនៅក្នុងធម៌ទ្រង់មិនតែងតាំងកលបុត្រអ្នកសម្បូរដោយជាតិល្អហើយមិនព្រះរាជទានយសត្រឡប់ជាព្រះរាជទានយសនោះដល់មនុស្សដែលមិនមែនជាវង្សត្រកូលល្អទៅវិញកាលបើដូច្នោះពួកត្រកូលធំត្រូវធ្លាក់ខ្លួនក្រលំបាកមិនអាចចិញ្ចឹមជីវិតទើបគិតថាបើដូច្នោះយើងត្រូវពឹងពាក់អាស្រ័យពួកទាំងនេះនឹងអាចចិញ្ចឹមជីវិតបន្តទៅមុខក៏នាំគ្នាយកធីតារបស់ខ្លួនឲ្យដល់អ្នកមានត្រកូលទាបការនៅរួមរស់ជាមួយត្រកូលថោកទាបរបស់ត្រកូលធីតាទាំងនោះក៏ដូចគ្នាជាមួយនឹងថាសមាសដែលឲ្យឆ្កែចចបន្ទោបង់ទឹកនោមដាក់ដូច្នោះភ័យសំបីមានក្នុងសុបិននេះជាហេតុក៏រមែងមិនមានដល់មហាបពិតសូមទ្រង់ត្រាស់ប្រាប់សុបិនខទី7មកទៀតចុះមហាបពិត